សួស្តីប្រិយមិត្តជាទីគោរពតទៅនេះសូមរៀបរាប់អំពីអាណានិគមបារាំងទេទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមវៀតណាមត្រួតត្រាបន្តឯកសារយោងទាំងអស់នេះគឺបានមកពីលោកថាច់សេដ្ឋាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមនៅប្រជាណាចក្រកម្ពុជាបានចុះស្រាវជ្រាវដឹកនាំក្រុមគ្នារបស់គាត់ស្រាវជ្រាវទៅដល់ប្រទេសបារាំងលោកបានកំណត់នៅចំណុចជាច្រើនអំពីទឹកដីកម្ពុជាក្រោមក្នុងនោះខ្ញុំសូមលើកយកចំណុចមួយចំនួនដែលទាក់ទងនឹងដែនដីកម្ពុជាក្រោមបរិយាប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមកាលណានិយាយពីទឹកដីកម្ពុជាក្រោមយើងមិនអាចកាត់ផ្ដាច់ដោយមិននិយាយអំពីប្រជាណាចក្រកម្ពុជាបាននោះទេព្រោះកាលពីដើមឡើយទឹកដីកម្ពុជាក្រោមជាកម្មសិទ្ធិរបស់ប្រជាណាចក្រកម្ពុជាលោកដូភីនម៉ូនីអឺអនុប្រធានសមាគមភូមិសាស្ត្រនិងសេដ្ឋកិច្ចបារាំងបានសរសេរអំពីបុរេប្រវត្តិសាស្ត្រខ្មែរថាប្រជារាស្ត្រកម្ពុជាដែលគេស្គាល់ថាជាប្រជារាស្ត្រខ្មែរនោះបានបង្កើតឡើងដោយក្រុមអូស្ត្រូអាស៊ីយ៉ាទិកហើយបានតាំងលំនៅក្នុងឧបទ្វីបឥណ្ឌូចិនប្រហែលជា20សតវត្សមុនគ្រិស្តសករាជលោកដូភីនម៉ុនញៀបានសរសេរបញ្ជាក់ថាប្រជារាស្ត្រទាំងឡាយនៅឥណ្ឌូចិនមានតែប្រជារាស្ត្រខ្មែរទេដែលបានតាំងនៅទីលំនៅមុនគេបង្អស់លុះដល់សតវត្សទី13ទើបឃើញមានជនជាតិអណ្ណាមសៀមនិងភូមាលោកអាន់ដ្រេម៉ៃហ្គតបានចម្លងឡើងវិញនៅផែនទីប្រវត្តិសាស្ត្រនិងបុរាណវិទ្យាបង្ហាញពីភាពអស្ចារ្យមហាចក្រប្រភពខ្មែរឬហៅថាកម្ពុជាដែលសាកម្ពុជាដែលសាអ៊ីមផាយខ្មែរកម្ពុជាឌីកានៅសតវត្សទី11 12 13ដែលបានកាន់កាប់ស្ទើរតែទាំងស្រុងក្នុងឧបទ្វីបឥណ្ឌូចិននិងមួយភាគធំនៃទឹកដីសៀមលោកអាន់ដ្រេម៉ៃហ្គតបានសរសេរបន្តថាភាពខុសគ្នាដែលបានកើតមានឡើងរវាងប្រទេសវៀតណាមនិងប្រទេសខ្មែរមិនមែនជាភាពចៃដន្យនៃមជ្ឈដ្ឋានភូមិសាស្ត្រនោះទេការពិតជាក់ស្ដែងជួរភ្នំអណ្ណាមបានខណ្ឌចែកតំបន់ពីរដាច់ដោយឡែកពីគ្នារួចទៅហើយមនុស្សភាសាវប្បធម៌សាសនានិងការរស់នៅខុសគ្នាទាំងស្រុងតែម្ដងមានន័យថាមានពិភពលោកពីរដាច់ដោយឡែកពីគ្នាគឺប្រទេសវៀតណាមជាពិភពចិនប្រទេសខ្មែរជាពិភពដែលមានជាប់ខ្សែស្រឡាយពីដើមមកពីប្រទេសឥណ្ឌាចាប់តាំងពីសតវត្សទី2រហូតដល់ទី6នៃគ្រិស្តសករាជគឺជាសម័យកាលមួយហៅថាសម័យកាលប្រូតូខ្មែរបានផ្សាយគ្រប់ទិសទីសម័យនេះហើយក្រុមប្រវត្តិវិទូបានសរសេរថាជាសម័យកាលអរិយធម៌ខ្មែរដ៏រុងរឿងនិងរីកចម្រើនដ៏អស្ចារ្យគឺសម័យហ្វូណនពេលនោះពុំទាន់មានប្រជាណាចក្រកម្ពុជានៅឡើយទេដែលគេស្គាល់តែពាក្យថានគរហ្វូណនឬប្រទេសហ្វូណនតែប៉ុណ្ណោះហេតុដូចម្ដេចបានជានគរហ្វូណនល្បីល្បាញខ្លាំងម្ល៉េះកាលសម័យនោះលោក Louis Mallet បុរាណវិទូដ៏ឆ្នើមបានសរសេរថានិងបោះពុំផ្សាយដោយសាលាបារាំងចុងបូព៌ាប្រទេសថា Funan
មានកំពង់ផែដ៏សំខាន់មួយនៅអូកែវបារាំងហៅថាអុកអែវជាទីប្រជុំនៃអ្នកជំនួញមកពីគ្រប់ទិសទីនៃពិភពលោកកំពង់ផែនេះមិនត្រឹមតែទទួលសំពៅមកពីប្រទេសចិនម៉ាឡេស៊ីនិងឥណ្ឌាប៉ុណ្ណោះទេក៏មានមកពីប្រទេសហូឡង់ផងដែរកំពង់ផែអូកែវស្ថិតនៅខេត្តពីមបន្ទាយមាសកម្ពុជាក្រោមយួនបានបដូរទៅជាខេត្តហាទៀងទៅជាគៀងយ៉ាងនៅជាប់ព្រំដែនខេត្តកំពតបច្ចុប្បន្នคล้ายជាកូនភ្នំតូចមួយមានរាងចតុកោណកែងមានទទឹង1គីឡូម៉ែត្រកន្លះបណ្ដោយ3គីឡូម៉ែត្រស្ថិតនៅទិសអាគ្នេយ៍ជើងភ្នំបាថេលោក Louis Mallet បានសរសេរទៀតថាអូកែវមិនត្រឹមតែបុរីសមុទ្រនោះទេតែជារាជធានីដ៏ទំនើបរបស់ហ្វូណនឬនគរភ្នំទៀតផងដោយសារការរីកចម្រើននេះហើយទើបព្រះមហាក្សត្រខ្មែរបានសាងរាជធានីនៅព្រៃកោឬព្រៃនគរយួនបដូរជា Saigon បច្ចុប្បន្នជាទីក្រុងហូជីមិញបើតាមលោក Silvestre ដែលបានសរសេរនៅក្នុងសៀវភៅរបស់លោកឈ្មោះអាណាចក្រអណាមថាព្រះមហាក្សត្រខ្មែរទាំងឡាយបានសោយរាជ្យនៅរាជធានីព្រៃនគរប្រហែល289ឆ្នាំមុនគ្រិស្តសករាជឆ្នាំ1920ក្រុមបុរាណវិទូមួយក្រុមបានថតទិដ្ឋភាពដីកម្ពុជាក្រោមទាំងមូលពីលើអាកាសហើយបានឃើញតំបន់អូកែវមានព្រែកជីកជាច្រើនហើយកន្លែងខ្លះមានសណ្ឋានជាទីក្រុងទៀតផងរហូតដល់ថ្ងៃទី10ខែកុម្ភៈឆ្នាំ1944លោក Louis Mallet បុរាណវិទូបារាំងបានធ្វើការសិក្សាស្រាវជ្រាវទៅលើសំណង់ចាស់ៗទាំងនោះឡើងវិញហើយបានកំណាយដើម្បីរកវត្ថុបុរាណទាំងឡាយនៅទីនោះយកមកធ្វើការពិសោធន៍លោក Louis Mallet បានសរសេររៀបរាប់ថាអូកែវប្រហែលជាទីក្រុង Venice របស់ Funan ដែលជាទីក្រុងដ៏ធំបំផុតនៅអាស៊ីនេះហើយព្រោះជាបូរីឋានមួយនៅជាប់មាត់ទឹកតែមានសង់ជាគេហដ្ឋានតម្រៀបជាជួរដោយសម្ភារៈស្រាលៗទៅតាមការប្រែប្រួលនៃធារាសាស្ត្រធម្មជាតិដោយការខិតខំប្រឹងប្រែងស្រាវជ្រាវយ៉ាងសកម្មក្រុមអ្នកបុរាណវិទូបានកាយរកឃើញគ្រឹះព្រះវិហារធ្វើអំពីថ្មនៅសេសសល់គប់យ៉ាងជ្រៅក្នុងស្រទាប់ដីរកឃើញឧបករណ៍ថ្មរំលីងគ្រឿងចានឆ្នាំងធ្វើពីដីគុជខ្សែកកងដៃធ្វើអំពីកែវអំពីថ្មដ៏មានតម្លៃរូបចម្លាក់រតនវត្ថុធ្វើអំពីស្ពាន់បហាំងវត្ថុធ្វើអំពីដែកធ្វើអំពីមាសប្រមាណ1300មុខទម្ងន់1120គីឡូក្រាមដោយកំណាយឃើញជាក់ស្ដែងបែបនេះសារព័ត៌មានរបស់យួនឈ្មោះ Le Journal The Extreme Orient ច្បាប់ចេញផ្សាយថ្ងៃទី24ខែមេសាឆ្នាំ1962បានចុះផ្សាយនៅសេចក្តីថ្លែងការណ៍ជាផ្លូវការមួយរបស់អាជ្ញាធរយួននៅខេត្តពីមបន្ទាយមាសយួនបដូរទៅជាហាទៀងទៅជាគៀងយ៉ាងដោយបានវាយតម្លៃនិងទទួលស្គាល់យ៉ាងច្បាស់ថាអូកែវពិតជាទីក្រុង Venice នេះបញ្ជាក់ឲ្យឃើញថាយួនបានទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្រទឹកដីខ្មែរយ៉ាងពិតប្រាកដចំណែកលោក Dauphin Monnier បានសរសេរសង្ខេបការងាររបស់ពួកឯកទេសស្រាវជ្រាវរកឃើញថាអូកែវជាផ្នែកកសិកម្មក៏មានការរីកចម្រើនខ្លាំងណាស់ដែរព្រះមហាក្សត្រខ្មែរទាំងឡាយនៃនគរហ្វូណនបានយកប្រតិយទុកដាក់យ៉ាងខ្លាំងចំពោះកសិកម្មព្រះអង្គបានត្រាស់បង្គាប់ឲ្យប្រជានុរាស្ត្រកសាងនិងថែរក្សាអាងទឹកជីកប្រឡាយបញ្ចូលទឹកសាបបានជាង200គីឡូម៉ែត្រព្រះអង្គបានប្រែក្លាយទឹកដីហ្វូណនទៅជាទឹកដីមានជីវជាតិសម្រាប់កសិកម្ម
ជាមួយគ្នានេះលោកបេសកជនចិនបាននិទានរៀបរាប់ថាព្រះមហាក្សត្រខ្មែរទាំងឡាយនៃនគរហ្វូណនមានការប៉ិនប្រសប់ខ្លាំងណាស់ក្នុងនយោបាយកសិកម្មព្រះអង្គបានប្រែក្លាយទឹកដីហ្វូណនជាទឹកដីកសិកម្មដ៏ប្រណិតមានការរីកចម្រើនយ៉ាងក្រៃលែងថ្មីនេះលោកវៀងមិញសាងប្រធានមន្ត្រីវប្បធម៌ខេត្តមាត់ជ្រូកយួនបដូរជាអាងយ៉ាងនៃអាញាធរវៀតណាមកុម្មុយនីសបច្ចុប្បន្នបានទទួលស្គាល់ដោយគ្មានអល់ឯកថាវប្បធម៌អូកែវឬអុកអែវគឺជាមរតកវប្បធម៌របស់ខ្មែរយ៉ាងពិតប្រាកដដែលមានតាំងពីសតវត្សទី1មកម្ល៉េះលោកវៀងមិញសានបានបន្តទៀតថាកេរដំណែលនៃវប្បធម៌ខ្មែរនេះត្រូវបានរកឃើញនៅគ្រិស្តសករាជ1942ហើយបានចាត់ធ្វើការស្រាវជ្រាវនៅគ្រិស្តសករាជ1944រហូតដល់ឆ្នាំ1983នៅក្នុងការសិក្សាស្រាវជ្រាវកោះកកាយនេះបានរកឃើញវត្ថុបុរាណមួយចំនួនដូចជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃថ្មចម្លាក់លិង្គព្រះឥសូរគ្រឿងអលង្ការឧបករណ៍តន្ត្រីសម្លៀកបំពាក់និងឥដ្ឋសម្រាប់ប្រើប្រាស់ជាសំណង់ផ្សេងជាដើមលោកវៀងមិញសាងបានបញ្ជាក់ទៀតថាមរតកវប្បធម៌អូកែវដែលបានតម្កល់ទុកនៅសារមន្ទីរធម៌ខេត្តមាត់ជ្រូកយួនហៅថាចៅដុកមានជាង 10000 ដុំ 10000 មុខឯណោះហើយត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមទទួលស្គាល់ថាជារបស់ថ្នាក់ជាតិនៅក្នុងឆ្នាំ1999អំពីហ្វូណននិងអាណាចក្រភ្នំតាមការសិក្សាស្រាវជ្រាវរបស់យើងបានឃើញថាពាក្យហ្វូណនឬអាណាចក្រភ្នំគឺជាពាក្យតែមួយសម្រាប់ហៅប្រទេសខ្មែរកាលពីសម័យដើមក្រៅពីឈ្មោះហ្វូណនឬអាណាចក្រភ្នំប្រជារាស្ត្រខ្មែរបានហៅម្យ៉ាងទៀតថាគោកធ្លកឬនគរគោកធ្លកក្រុមអ្នកឯកទេសខាងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាបានសរសេរថានៅដើមគ្រិស្តសករាជអាណាចក្រភ្នំគឺជាប្រទេសមួយដ៏សំខាន់នៅតំបន់អាស៊ីអាគ្នេយ៍យើងនេះពាក្យហ្វូណនត្រូវបានក្រុមអ្នកប្រវត្តិសាស្ត្រកត់ត្រាជាឈ្មោះនៃទឹកដីខ្មែរតាំងពីសម័យដើមនៃគ្រិស្តសករាជជារៀងរហូតមកលោកជាកូឌីបានសរសេរក្នុងសៀវភៅរបស់លោកឈ្មោះ Los Estados Unidos de Indochina ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ1964ថាពាក្យហ្វូណនត្រូវនឹងពាក្យខ្មែរបុរាណថាភ្នំដែលសពថ្ងៃបានហៅคล้ายមកជាភ្នំលោកជីកូដេបានបញ្ជាក់ថាព្រះមហាក្សត្រកាលពីសម័យនោះគេហៅថាស្ដេចភ្នំពាក្យខ្មែរបុរាណហៅថាក្រុងភ្នំត្រូវនឹងពាក្យសំស្ក្រឹតថាបរពតភូបាលឬសៃលរាជលោកជីកូដេបានសរសេរទៀតថាឯកសារចិនបាននិយាយយ៉ាងច្បាស់ថាព្រះមហាក្សត្រដែលសោយរាជនៅអាណាចក្រភ្នំមានឋានន្តរនាមថាគូឡុងគឺក្រុងដូចសពថ្ងៃមានន័យថាស្ដេចសោយរាជដូច្នេះហ្វូណនចិនហៅតាមឋានន្តរនាមរបស់ព្រះមហាក្សត្រអាណាចក្រភ្នំគឺកូរ៉ុងភ្នំសរុបសេចក្តីមកអ្នកសិក្សាស្រាវជ្រាវនឹងប្រវត្តិវិទូទាំងឡាយបានយល់ស្របគ្នាថាហ្វូណនឬនគរភ្នំស្ថិតនៅត្រង់វាលទំនាបនៃទន្លេមេគង្គគឺកម្ពុជាក្រោមនេះឯង